សូមនមស្ការចំពោះព្រះប្រជុំ3នៃព្រះត្រៃរតន៍ដែលជារតនៈដ៏ឧត្តមឧត្តមជាទីគោរពបូជាដ៏ក្រៃលែងសូមប្រគេនពរចម្រើនពរព្រះករុណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ជាទីរាប់អាននៅក្នុងព្រះធម៌ដ៏សប្បុរសតែនេះសូមកណ្ណាម្ចាស់ញោមញាតិដើម្បីបានឱកាសនិងបានស្ដាប់ព្រះរាជពិចារណាធ្វើទុកក្នុងចិត្តតាមឱវាទនៃព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ដើម្បីរក្សាដំណើរនៃចិត្តរបស់យើងឲ្យតាំងនៅក្នុងសមាធិនៃការយល់ត្រូវទៅតាមការត្រាស់ដឹងរបស់អង្គនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ដើម្បីតម្រង់នៅទិដ្ឋិជាទិដ្ឋុជុកម្មង្ករោតេជាបុគ្គលមិនមានសេចក្តីប្រមាទតែការយល់ឃើញត្រូវប្រកបដោយសតិនិងបញ្ញាคล้ายទៅជាអ្នកប្រាជ្ញคล้ายទៅជាបណ្ឌិតទាំងឡាយដែលបានបំពេញនៅបញ្ញកិរិយាវត្ថុមានទានមានសិលមានការចម្រើនភាវនាដោយសេចក្តីរីករាយនិងសេចក្តីសរសើរនៅគុណនៅអំពើល្អជាហេតុនាំឲ្យកើតនៅបុណ្យកុសលដោយសេចក្តីមិនប្រមាទនេះបានទោះបីជានៅក្នុងទានមជ្ឈៈក៏ត្រូវប្រកបទៅដោយសមាធិសិលមជ្ឈៈបុណ្យនៃការអំពីសិលក៏ត្រូវប្រកបទៅដោយសមាធិភាវនាមជ្ឈៈទោះបីជាសមថភាវនាបស្សនាភាវនាក៏ប្រកបទៅដោយសមាធិដែលកើតឡើងអំពីការអប់រំនៅក្នុងសតិនិងបញ្ញាដើម្បីសិក្សាស្វែងយល់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទិដ្ឋិរបស់យើងដើម្បីបានយល់នៅពាក្យទូមានរបស់ព្រះសម្មាសម្ពុទ្ធញាតិញោមគួរកប់បីព្យាយាមសេគប់នៅកល្យាណមិត្តជាសប្បុរសតែលោកបានយល់នៅព្រះបរិយ័តលោកបានបប្រតិបត្តិនឹងបានពាល់ត្រូវដោយបដិវេទដោយសេចក្តីប្រឹងប្រែងព្យាយាមអំណត់អត់ធន់នោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងនាំគ្នាចូលចិត្តសេចគប់នៅសប្បុរសដើម្បីជាប្រយោជន៍ក្នុងការបានស្ដាប់ក្នុងការបានសាកសួរជាមួយនឹងពួកសប្បុរសពួកកល្យាណមិត្តជាដំបូងដើម្បីនឹងសិក្សាឲ្យបានយល់នឹងបានចេះចាំយល់ច្បាស់ជ្រាបច្បាស់នៅឱវាទរបស់អង្គព្រះសម្មាសម្ពុទ្ធដែលពួកសប្បុរសនឹងលោកជាបុគ្គលឆ្លៀវឆ្លាតបានសិក្សាបានយល់ហើយនឹងបានតម្កល់នៅក្នុងដំណើរនៃជីវិតរបស់លោកជាសប្បុរសជាកល្យាណមិត្តជាបុគ្គលដ៏ប្រសើរមានធម៌ជាទីពឹងជាទីរលឹកពេលណាដែលយើងបានសេពគប់ជាមួយនឹងលោកហើយនឹងបានស្ដាប់នៅពាក្យរបស់សប្បុរសដែលលោកពោលទៅតាមឱវាទរបស់អង្គនៃព្រះសម្មាសម្ពុទ្ធ
គឺទៅក្នុងព្រះបរិយត្តិធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងល្អហើយនោះម្ល៉េះហើយព្រះសប្បុរសនឹងលោកចេះលោកចាំលោកយល់ក៏តែងពោលទៅតាមព្រះដ៏មានពភាតែព្រះអង្គទ្រង់សម្ដែងដោយល្អដោយលំអខាងដើមគឺសិលដើម្បីស្ដាប់ហើយធ្វើឲ្យយើងឈប់ធ្វើនៅអំពើបាបដើម្បីឲ្យមានលំអគឺសមាធិឲ្យយើងប្រឹងប្រែងចម្រើនអប់រំតម្កល់ចិត្តឲ្យបានស្អាតបរិសុទ្ធនៅក្នុងមហាកុសលបានស្ដាប់ហើយពួកសប្បុរសលោកទូមានឲ្យយើងបានស្គាល់អំពីដំណើរនៃការអប់រំចិត្តដើម្បីឲ្យឃើញច្បាស់នៅបរមត្ថធម៌នៅក្នុងព្រះអរិយសច្ចៈថាតើបញ្ញាណាដែលគួរកំណត់ដឹងធម៌ណាដែលគួរនឹងលះបង់ស្ដាប់មានបញ្ញាហើយយកទៅចម្រើនធម៌ណាដែលធ្វើឲ្យជាក់ច្បាស់មានបញ្ញាហើយយកទៅចម្រើនតើធម៌ណាដែលគួរនឹងចម្រើនអប់រំមានសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានដើម្បីកាន់យកនៅព្រះបរមត្ថធម៌ក្នុងការកំណត់ឲ្យឃើញជាក់ច្បាស់អំពីដំណើរនៃជីវិតពិតមានត្រឹមតែរូបចិត្តចេតសិកដែលប្រព្រឹត្តទៅដោយមានសតិនិងមានបញ្ញាកំណត់ដឹងរលឹកទាន់នៅសភាវៈពិតនោះពេលដែលយើងបានស្ដាប់នៅធម៌របស់ព្រះសប្បុរសហើយពួកកិលេសទាំងឡាយបាទមានរាគៈទោសៈមោហៈនឹងក៏ទ្រោមទៅមានពួកនិវរណៈនឹងក៏ទ្រោមព្រមពេលណាដែលយើងស្ដាប់ត្រូវទំនងតាមពធចិត្តរបស់យើងនោះក៏ជ្រះថ្លាឈ្មោះថាសទ្ធាតាំងមមហើយក៏ធ្វើឲ្យផុតចាកអំពីមន្ទិលគ្រឿងសៅមមរបស់ចិត្តមានរាគៈទោសៈមោហៈមាននិវរណៈកាមឆន្ទៈនោះជាដើមបើចិត្តរបស់យើងនឹងបានថ្លាបានស្អាតជាចិត្តមស្សៈបសិទ្ធតិយើងបានធ្វើទុកក្នុងចិត្តនៅអារម្មណ៍តាមក្រសែនៃពធដើម្បីបដោះនៅសវយៈញាណដោយការយកចិត្តទុកដាក់ត្រឹមត្រូវតាមឱវាទរបស់ព្រះដ៏មានព្រះភិក្ខនោះរឿយញាតិជោមម្ល៉េះហើយសតិនិងបញ្ញាតែងតែកើតនៅពេលណាដែលចិត្តរបស់យើងបានតាំងនៅក្នុងកុសលណាបានតាំងនៅក្នុងកុសលក៏ធ្វើឲ្យសតិនិងបញ្ញានោះកើតហើយមកជាធ្វើឲ្យយើងនឹងបានកំណត់ដឹងជ្រាបច្បាស់នៅសភាពពិតទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យទិដ្ឋិរបស់យើងរលាផុតអំពីមច្ឆាទិដ្ឋិយល់ខុសមិនប្រកបដោយហេតុផលនឹងបានយល់ត្រូវទៅតាមសភាវៈពិតនិងយល់ទៅតាមសច្ចធម៌ប្រកបទៅដោយហេតុពិតចំពោះសភាវៈដែលត្រូវកើតនឹងការរលត់នោះជាធម្មតាដូច្នេះញាតិញោមការសេពគប់ដើម្បីបានស្ដាប់ហើយធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាដ៏ល្អជាមួយនឹងពាក្យទូមានរបស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យទិដ្ឋិនឹងកើតឡើងបើពេលណាដែលទិដ្ឋិកើតឡើងហើយយើងយកទៅចម្រើននៅក្នុងព្រមចរិយធម៌ក្នុងការវឹកហាត់ឲ្យសិលនេះជាសិលវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធ
ដោយចេតនាសេចក្តីស្អាតបរិសុទ្ធដោយសេចក្តីសង្រួមសេចក្តីស្អាតបរិសុទ្ធដោយចេតសិកធម៌ដែលជាសោបនៈចេតសិកសេចក្តីស្អាតបរិសុទ្ធដោយការមិនប្រព្រឹត្តទៅកន្លងទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ណែនាំនិងសេចក្តីស្អាតបរិសុទ្ធរបស់ចិត្តផុតចាកអំពីនិវរណៈដែលជាគ្រឿងសៅហ្មងរបស់ចិត្តនោះយកទៅវឹកហាត់ក្នុងការដុសខាត់ចិត្តរបស់យើងពីខនិកសមាធិតាំងនៅក្នុងមហាកុសលនៅមិនទាន់មានកម្លាំងដោយសតិនិងបញ្ញាមិនទាន់គ្រប់គ្រាន់ដើម្បីជួយចិត្តរបស់យើងនេះឲ្យនឹកនៅក្នុងអារម្មណ៍ណាមួយដែលជាហេតុធ្វើឲ្យចិត្តរបស់យើងបរិសុទ្ធខំប្រឹងធ្វើទុកនៅក្នុងចិត្តដោយបរិកម្មជីវ័ននៅក្នុងព្រះកម្មដ្ឋានសមថកម្មដ្ឋានច្រើនទៅបរិកម្មជីវ័នឡើងទៅឧបចារជីវ័ននឹងហើយចិត្តរបស់យើងក៏តាំងនៅក្នុងមហាកុសលដោយអំណាចសតិនិងបញ្ញាជាធម៌មានឧបការៈជួយចិត្តរបស់យើងនេះឲ្យផុតចាកអំពីគ្រឿងសៅហ្មងរបស់ចិត្តឲ្យចិត្តនេះតាំងនៅក្នុងកុសលដ៏មុតមមរហូតដល់មានកម្លាំងនៅក្បែរនៃអបណាចិត្តនោះយើងចម្រើននៅក្នុងឧបចារៈនេះវឹកហាត់នៅចិត្តនេះឲ្យតាំងមមណែននៅក្នុងអារម្មណ៍រហូតដល់ចិត្តនេះកើតឡើងដោយអំណាចនៃសតិនិងបញ្ញាគ្រប់គ្រាន់ក៏តាំងនៅក្នុងអបណាចិត្តអបណាចិត្តនៃការតម្កល់ចិត្តដ៏បរិសុទ្ធនោះបានណាបរិសុទ្ធនោះបានទៅតាមលំដាប់ជាចិត្តដ៏ក្រៃលែងជាចិត្តដ៏ឧត្តមជាចិត្តដ៏បរិសុទ្ធជាចិត្តវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធរបស់ចិត្តផុតចាកអំពីមន្ទិលគ្រឿងសៅហ្មងអន្តរាយរបស់ចិត្តមាននិវរណៈហើយមានឥន្ទ្រីឃ្លាវខ្លាដែលយើងបានអប់រំមានសតិនិងញាណនេះជាដើមតាំងមមហើយយើងបានតកល់ដល់ប្រពៃក្នុងលំអកណ្ដាលទៅតាមឱវាទរបស់ព្រះអង្គដោយការចម្រើននៅក្នុងព្រះសមថៈដែលជាបាតនៃវិបស្សនាហើយក៏យើងព្យាយាមប្រតិបត្តិបដិបត្តិរឿយនៅក្នុងបញ្ញាវិបស្សនាទៅកំណត់ដឹងនៅសភាពពិតក្នុងដំណើរនៃជីវិតនៅក្នុងរូបបរមត្តនាមបរមត្តឲ្យឃើញជាក់ច្បាស់ដោយបញ្ញាញាណកើតឡើងបាទបញ្ញាញាណកើតឡើងត្រឹមតែរូបត្រឹមតែនាមកើតហើយក៏រលត់ទៅវិញជាធម្មតាមិនមែនជាសត្វបុគ្គលត្រឹមតែសភាវៈដែលកើតឡើងអំពីហេតុនិងបច្ច័យបរមត្តធម៌គឺរូបបរមត្តនាមបរមត្តនោះរលត់ទៅវិញដោយការរលត់នៅហេតុនិងបច្ច័យទៅតាមធាតុធម្មជាតិនៃសភាវៈរបស់រូបនិងនាមនោះឯងពេលណាដែលកើតនឹងការរលត់ដោយហេតុនិងបច្ច័យនោះដោយសភាវៈនោះឯងវាស្ថិតនៅក្នុងនាមរូបមិនទៀងនាមរូបត្រឹមតែជាទុកប្រែប្រួលទៅវិញជាធម្មតាហើយក៏នឹងអស់ទៅសូន្យទៅបែកធ្លាយទៅដោយសារជាអនត្តាធម៌ទាំងឡាយណាដែលជាអនត្តាធម៌នោះគឺមិនស្ថិតនៅក្នុងអំណាចនៃសត្វបុគ្គលណាដែលបង្កើតនោះឡើយតែតាមសភាពពិតនៃសភាវៈធម៌ដែលបញ្ញាញាណរបស់យើងបានកំណត់ដឹងលំអកណ្ដើមដល់សិលលំអកណ្ដាលបានដល់ការអប់រំចិត្តនៅក្នុងសមាធិលំអខាងចុងបានដល់ការចម្រើននៅវិបស្សនាទៅតាមលំដាប់រហូតដល់ទីបំផុតមានឧបនិស្ស័យនិងបានសម្រេចនៅគុណធម៌ជាន់ខ្ពស់នៅក្នុងអរិយមគ្គអរិយផល
ទៅតាមអធិស្ឋ័យក្នុងការចម្រើនក្នុងការបដិបត្តិសន្សំនៅវត្តប្រតិបត្តិដ៏ល្អទៅតាមឱវាទរបស់ព្រះអង្គនោះឯងពេលណាដែលយើងបានយល់អំពីសភាវៈពិតដូច្នោះធ្វើឲ្យចិត្តរបស់យើងញាតិញោមបានផុតចាកអំពីមច្ឆាទិដ្ឋិមកតាំងនៅក្នុងទិដ្ឋិវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធនៅបញ្ញាក្នុងការឃើញនៅសភាវៈធម៌នោះបានពេលណាដែលយើងមានសមាទិដ្ឋិកើតឡើងអំពីការអប់រំយល់តាមសភាវៈពិតហើយសមាទិដ្ឋិនឹងឯងញាតិញោមដើម្បីជាបច្ច័យក្នុងការចម្រើនក្នុងការលះបង់នៅធម៌ជាគ្រឿងដេកត្រាំនៅធម៌ជាគ្រឿងចងរួមរិទ្ធស្វាក់ជាប់នៅក្នុងសន្តានចិត្តរបស់សត្វដោយអំណាចនៃមច្ឆាទិដ្ឋិប៉ុន្តែដល់តែយើងអប់រំបានជល់នៅក្នុងសមាទិដ្ឋិនោះបានទៅចម្រើនអប់រំនៅក្នុងវិបស្សនាក្នុងការកាត់ផ្ដាច់នៅកាមវិតកៈកាមវិតកៈសេចក្តីត្រេះរិះជាប់ជំពាក់ប្រកាន់ជាប់ស្អិតមានសេចក្តីប្រាថ្នាហួងហែងនៅក្នុងកិលេសកាមនៅក្នុងវត្ថុកាមជាគ្រឿងដេកត្រាំដ៏ជ្រៅមុតមមនៅក្នុងសន្តានរបស់សត្វនោះព្រមទាំងបានយល់ត្រូវហើយជាឧបាយសម្រាប់ដោះចិត្តឲ្យផុតចាកអំពីជាបាតវិតកៈតែងតែដុតរលរៀលនៅក្នុងសន្តានចិត្តរបស់សត្វឲ្យក្តៅឲ្យក្រហល់ឲ្យក្រហាយឲ្យវង្វេងឲ្យវង្វាន់ប្រកាន់ខឹងឆេវឆាវទោះបីជាដឹងថាសេចក្តីខឹងសេចក្តីឆេវឆាវទុកទោមនោះកើតឡើងហើយមានសេចក្តីទុកឈឺចុកចាប់ទុកក្រៀមក្រំទុកទោមនោះយ៉ាងណាក៏អត់មានឧបាយក្នុងការអប់រំទូមានរលត់ទៅវិញប៉ុន្តែដោយអំណាចនៃសមាទិដ្ឋិយល់ត្រូវតាមឱវាទរបស់អង្គព្រះសម្មាសម្ពុទ្ធនោះរមែងធ្វើឲ្យដំណើរនៃការចម្រើននៃការអប់រំនៅក្នុងព្រះបរិយត្តិធម៌នៅក្នុងការបដិបត្តិទៅតាមលំដាប់នៃលំអធ្វើឲ្យកិលេសនេះក៏មានសេចក្តីទ្រោមមានសេចក្តីអន្តរាយសាបសូន្យទៅតាមលំដាប់នោះបានដោយការចម្រើនដោយការអប់រំប្រតិបត្តិឲ្យត្រូវតាមទំនងប្រកបដោយសមាទិដ្ឋិមានសមាទិដ្ឋិហើយកម្ចាត់បងនៅមច្ឆាសង្កបៈគឺវិហិង្សាវិតកៈហិង្សាវិតកៈនេះឯងដែលធ្វើឲ្យចិត្តរបស់យើងចង្អៀតចង្អល់ប្រកបទៅដោយការបៀតបៀនទាំងខ្លួនឯងបៀតបៀនទាំងអ្នកដទៃម្ល៉េះហើយបានព្រះពុទ្ធិការបស់ព្រះដមេនពភាកព្រះអង្គទ្រង់សរសើរថាមនាលភិក្ខុទាំងឡាយធម៌ទាំងឡាយដែលបុគ្គលបានអប់រំល្អហើយមិនមានធម៌អ្វីដទៃក្រៅអំពីសមាធិនេះទេដែលបុគ្គលបានអប់រំទូមានត្រឹមត្រូវដល់ប្រពៃហើយតែងតែមិនបៀតបៀនដោយខ្លួនឯងនិងមិនបៀតបៀនដល់អ្នកដទៃជាធម៌ផ្សេងចាកនៅសេចក្តីទុក្ខជាសន្តិបត្តិប្រព្រឹត្តទៅមានសភាពស្ងប់ស្ងាត់ចាកកាមស្ងប់ស្ងាត់ចាកអកុសលមានចិត្តបរិសុទ្ធតាំងមាំត្រតិចកាយតិចចិត្តនោះបានពេលណាដែលយើងមានសមាទិដ្ឋិលះបង់នៅកាមវិតកៈជាបាតវិតកៈហិង្សាវិតកៈនេះបានហើយទើបយើងផុតចាកអំពីបុគ្គលងងឹតហ្នឹងឯងផុតចាកកិលេសឈ្មោះថាជាបុគ្គលផុតចាកងងឹតពេលណាដែលផុតចាកអំពីសេចក្តីងងឹតហើយទើបព្រះអង្គទ្រង់សម្ដែងថាបញ្ញាចក្ខុបានទៅសម្លឹងឃើញនៅ
សភាវៈពិតនោះក្នុងការសម្លឹងនៅអារម្មណោបនិច្ឆានលក្ខណោបនិច្ឆានដោយបញ្ញាកើតឡើងបានទៅឃើញនៅសភាវៈពិតណាសភាវៈពិតថានេះជាអារម្មណោបនិច្ឆានដែលកាន់យកជាឧបាយសម្រាប់ធ្វើចិត្តឲ្យស្ងប់មានត្រឹមតែជាអារម្មណ៍បញ្ញាលក្ខណោបនិច្ឆានការសម្លឹងកាន់យកនៅអារម្មណ៍ក្នុងព្រះបរមត្ថធម៌នៅក្នុងនាមរូបនេះជាអារម្មណ៍បរមត្ថដើម្បីកំណត់ដឹងឃើញជាក់ច្បាស់ត្រឹមតែនាមនិងរូបបែងចែកនាមរូបបរិច្ឆេទៈនេះជារូបនេះជានាមនេះមិនមែនជារូបនេះមិនមែនជានាមត្រឹមតែរូបត្រឹមតែនាមដោយអំណាចនៃបញ្ញារបស់យើងដែលបានកំណត់ដឹងនៅសភាវៈពិតនោះបានដោយអំណាចនៃការចម្រើនទៅបញ្ញាចក្ខុនឹងកើតឡើងទៅឃើញនៅក្នុងបរមត្ថធម៌នៅក្នុងអរិយសច្ចៈគឺទុក្ខេញាណនឹងឯងពេលណាដែលបានឃើញនៅសភាវៈពិតទៅត្រឹមតែបរមត្ថធម៌ត្រឹមតែនាមនិងរូបនោះឯងព្រះអង្គទ្រង់សម្ដែងបញ្ជាក់ថាកាលណាដែលបញ្ញាចក្ខុកើតឡើងហើយទើបយើងអាចស្គាល់នៅសភាវៈនោះប្រកបនោះបានណាសភាវៈនោះប្រកបនោះបាននៃដំណើរនៃជីវិតអត់មានសត្វអត់មានបុគ្គលមានត្រឹមតែបរមត្ថធម៌តែមួយយ៉ាងគឺរូបបរមត្ថនាមបរមត្ថនោះឯងมันមានសត្វបុគ្គលណាដែលបង្កើតនោះឡើយឯបរមត្ថធម៌នោះឯងគឺកើតឡើងដោយហេតុនិងបច្ច័យដោយកម្លាំងនៃអវិជ្ជានិងតណ្ហាជាហេតុបានធ្វើឲ្យមានសេចក្តីទុក្ខនេះដោយសារតែមាននាមនិងរូបគឺមានឧបាទានបញ្ចខណ្ឌនេះដោយការកំណត់ឃើញនៅក្នុងញាណកើតឡើងបើញាណកើតឡើងហើយបញ្ញាចេះតែកំណត់ដឹងឲ្យប្រព្រៃទៅរមែងដឹងនៅរស់ណាដឹងនៅរស់នៃពធដ៏បរិសុទ្ធទៅតាមអរិយសច្ចៈនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងហើយក៏ធ្វើឲ្យផុតចាកអំពីសេចក្តីប្រមាទដោយការចម្រើនកំពុងតែធ្វើកិច្ចទាំងឡាយឲ្យបានសម្រេចណាឲ្យបានសម្រេចជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើននៅក្នុងបច្ចុប្បន្នភាពដែលកំពុងតែឃើញជាក់ច្បាស់នៅក្នុងបរមត្ថធម៌ត្រឹមតែសភាវៈពិតនោះឯងដកពីសត្វបុគ្គលនោះបានបើយើងបានឃើញនៅសភាវៈពិតដោយបរមត្ថធម៌នៃបញ្ញាបានកំណត់ដឹងនៅសភាវៈនោះមិនច្រឡំហើយធ្វើឲ្យចិត្តរបស់យើងអស់នៅសេចក្តីសង្ស័យអស់ទៅនៃសេចក្តីងឿងឆ្ងល់អស់ទៅនៃសេចក្តីជាប់ជំពាក់នៅក្នុងអារម្មណ៍ផ្សេងដែលធ្វើឲ្យមានសេចក្តីវង្វេងចំពោះអារម្មណ៍នោះផុតចាកនឹងបានបើផុតចាកនឹងបានទៅការអប់រំចិត្តផុតចាកអំពីសេចក្តីចង្អៀតចង្អល់ផុតចាកអំពីសេចក្តីទុក្ខទោមនិញក្នុងការគ្របសង្កត់ពីកិលេសនោះបានបើផុតចាកអំពីកិលេសលែងគ្របសង្កត់ធ្វើឲ្យចិត្តរបស់យើងនេះបានចម្រើនបានអប់រំទៅតាមដំណើរដ៏បរិសុទ្ធទៅតាមបដិបទារបស់ព្រះសម្មាសម្ពុទ្ធតាមអង្គ8ជាអរិយសច្ចទាំង4ដែលប្រកបក្នុងមគ្គមានអង្គ8នេះដែលសង្គ្រោះនៅក្នុងព្រមចរិយធម៌គឺសិលសមាធិនិងបញ្ញាដ៏ត្រឹមត្រូវជាសមាទិដ្ឋិដោយអំណាចនៃសមាទិដ្ឋិនេះទើបយើងឈ្មោះថាអ្នកធ្វើដំណើរទៅកាន់ទីរំលត់ទុកនោះបានទៅកាន់ទីរំលត់ទុកនោះបាននេះទៅតាមអធិស្រ័យយើងត្រូវបានជួបនៅក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធហើយ
ត្រូវធ្វើម៉េចសេពគប់នឹងសប្បុរសយល់អំពីព្រះបរិយត្តិនោះដើម្បីតម្រង់នៅក្នុងសមាទិដ្ឋិទៅតាមព្រះបរិយត្តិធម៌ទាំងឡាយនោះដែលព្រះអង្គទ្រង់សម្ដែងល្អហើយយកទៅប្រតិបត្តិធម្មោរីព្រះនបលោកតរៈធម៌4ផល4និព្វាន1នេះកើតឡើងអំពីការប្រតិបត្តិគឺយកទៅអនុវត្តនៅក្នុងសិលវិសុទ្ធិចិត្តវិសុទ្ធិបញ្ញាវិសុទ្ធិដើម្បីបានឃើញជាក់ច្បាស់នៅក្នុងអរិយសច្ចៈនោះបានទើបធ្វើឲ្យចិត្តនេះបរិសុទ្ធបើចិត្តបរិសុទ្ធធ្វើឲ្យជីវិតនឹងបរិសុទ្ធផុតចាកអំពីសេចក្តីទុក្ខទោមនស្សការចង្អៀតចង្អល់ដោយការប្រព្រឹត្តទៅតាមមគ្គប្រកបទៅដោយអង្គ8ដើម្បីកាន់យកអារម្មណ៍នៃព្រះនិព្វានជាបច្ច័យរួចចាកនៅសេចក្តីទុក្ខព្រះនិព្វានកើតហើយកាន់យកអារម្មណ៍បានហើយដូច្នេះកិលេសទាំងឡាយប្រាចាកអាស្រ័យនឹងព្រះនិព្វាននោះបានទើបធ្វើឲ្យភ្លើងទុក្ខភ្លើងកិលេសបានរលត់ស្ងប់ចាកអំពីសន្តានចិត្តរបស់អ្នកចម្រើនអ្នកបដិបត្តិនោះបានណាសូមប្រកេតពរសូមចម្រើនពរដល់ញាតិញោមទាំងអង្គដើម្បីបានចម្រើនបដិបត្តិឆាប់បានសម្រេចនៅគុណធម៌នោះ